នេះជាភាពបញ្ចប់នៃដំណើរ off-road សងព្រេងបុកធ្លាយព្រៃឡង់ដែលជាភាពមានគ្រប់រសជាតិផ្អែមល្វីងជូរចត់គោរពជំរាបសួរហើយក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបជាមួយនឹងខ្ញុំបាទវុធីទៀតហើយថ្ងៃនេះផងដែរខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយមកទស្សនាសកម្មភាពដំណើរ off-road សងព្រេងបុកធ្លាយព្រៃឡង់ដែលជាភាពបញ្ចប់ហើយក៏មានជាច្រើនសកម្មភាពដូចជាដើរឆ្លោះជួបថ្លាន់ជួបត្រង់ធំហើយរើសបាននិលដែលជាប្រភេទនិលកម្រហើយបើនិយាយពីឡានខូចវិញគឺមិនបាច់និយាយទេបងប្អូនហើយបាទហើយលើមិនអោយខាតពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយតាមខ្ញុំទៅទស្សនាសកម្មភាពវីដេអូពេញទាំងអស់គ្នាបាទចាប់ផ្ដើមនៅក្បាលវីដេអូនៃសកម្មភាពបន្តឃើញថាភក្តីជាមួយនឹងក្រុមការងារកំពុងតែសេរីឡានឲ្យអង្គចែងទៅបន្តទៀតហើយមកដល់មុខនេះគ្មានផុកទេបងប្អូនបាទគ្មានផុកមិនប៉ុន្តែឡានជិះបះបើពិបាកជាងផ្លូវផុកទៀតបាទតែមិនស្រួលនឹងផ្ងាជើងទៀតហើយបងប្អូនអស់ពីឈើបាក់ដល់ផ្លូវផុកអស់ពីផ្លូវផុកមកដល់ផ្លូវផ្អៀងមានគ្រប់រសជាតិហើយបងប្អូននៅសកម្មភាពថ្ងៃបញ្ចប់នេះហើយបាទហើយដល់ពេលមកដល់មុខនេះទៀតអាដើមឈើនេះយើងស្ទើរស្ទាក់នឹងកាប់ឲ្យវងឡើងតោងមិនបាក់ទៀតបងប្អូនហើយបាទដល់មកដល់មុខមានឈើធំឡើងតោងបានហើយយើងមានតែប្រើកម្លាំងតែមិនមែនតែកម្លាំងមនុស្សទេបងប្អូនតតែកម្លាំងត្រង់ស្នើទៀតបានហើយមកដល់មុខនេះមេឃភ្លៀងទៀតបាទប្រុងតែយកត្រង់ស្នើចេញមានណាភ្លៀងដល់អញ្ចឹងក៏យើងទុកឲ្យវៀងផ្លូវទៅព្រោះអីត្រង់ស្នើនឹងអត់បានទេតែមេឃភ្លៀងរៀងសើមអញ្ចឹងឆក់នឹងអាប៊ូស៊ីនឹងមាញ់មុននឹងបងថាឆក់មួយសាឲ្យមានណាឡើងញ័រដៃមកជាហៀងយកត្រង់ហ្មងទៀតបងទៀតស្ដាំតិចបងស្ដាំវិញឡើងមកស្ដាំតិចទៀតយកត្រង់វៀងបានមកកន្លែងក៏មកដល់មកកន្លែងទៀតមកដល់នេះត្រូវប្រើកម្លាំងទៀតហើយបងប្អូនយើងយកបថៅមកផ្ដាច់អត់ប្រើត្រង់ស្នើទេហើយពួកខ្ញុំក៏បន្តដំណើរនឹងម៉ូតូចេញទៅមុខមុនហើយផ្លូវនេះជិះតែស្រួលផ្ងាយជើងដែរនោះណាបាទហើយសំណាងមួយយ៉ាងដែរបងប្អូនបាទហើយពីមុនខ្ញុំអាសានឹងចូលព្រៃច្រើនអញ្ចឹងទៅការបើកបររបស់ខ្ញុំនៅក្នុងព្រៃក៏បានស្ទាត់តិចដែរដល់ពេលមកដល់មុខនេះបងប្អូនឲ្យដើរបុកធ្លាក់និលចេញមកម្ដុំបងប្អូនសំណាងមែនតើមកខ្ញុំហើយនិលនេះមិនងាយមានដុំធំអញ្ចឹងទេបងប្អូនបាទត្រឹមមួយខាំពីរខាំនឹងណាស់ហើយបើតាមតែខ្ញុំបានដឹងធ្លាប់មើល YouTube បានឃើញគឺខាងបរទេសគេសាវជ្រាវឃើញគឺថានិលនឹងវាធ្លាក់មកពីលើមេឃតាមតែបរទេសគេហៅគឺថាអាចផ្កាយបងប្អូនបាទពេលដែលវាធ្លាក់មកគឺដូចដុំភ្លើងអញ្ចឹងបងប្អូនដល់ធ្លាក់មកដល់ផែនដីយើងរាប់លានឆ្នាំទៅដល់ហើយវាចេញមកជារូបរាងអញ្ចឹងហើយកំឡុងពេលធ្វើដំណើរមកយូរលើចេញមកដល់ព្រៃរបស់ហើយក៏បានមកដល់អូឡង់ហើយបងប្អូនបាទទឹកច្រើនមែនតើបងប្អូនហើយតែមកដល់នេះមានការងារទៅដល់ពួកខ្ញុំទឹកវាច្រើនអញ្ចឹងម៉ូតូមានឆ្លងបានត្រូវតែនាំគ្នាលើកសែងម៉ូតូឆ្លងលីអានេះឥឡូវយកឡានមកមួយសិនបាទអើយកំពុងតូចជិះហើយមកថតអីអាហើយឡានមកមួយទៅផុយមកពីរទៅផុយហើយឡានបងមាក់ក្រាក៏អញ្ចឹងដែរឡានណាក៏ដោយនិយាយរួមទៅដោយរលូនទៅគ្មានតាក់ទើកន្លែងណាទេបាទតែម៉ូតូពួកខ្ញុំគឺមានការងារទៀតហើយបងប្អូនបាទហើយពាក់ក្តីចេញមកកើមទេឡានមានបញ្ហាយើងអត់សូវហ៊ានបើកលឿននឹងគេទេបាទទាល់តែអញ្ចឹងបានដកជើងខ្លះអត់សូវជន់បខំបាទហើយយ៉ាប់ដែរបងប្អូនបាទបើយើងមិនជន់បខំវាមិនទៅមុខដល់ជន់ទៅឡានទូទីខូចអញ្ចឹងឯងធ្វើម៉េចការដើរមានតែប៉ុណ្្នឹងមួយឡានខូចពីរទៅក៏បានទៅដោយរលូន ហ
ហើយផ្លូវវិញបងប្អូនហើយតាណាក៏ល្អដែរសំបីតែខ្ញុំឈរថតក៏មិនសុខកាប់មុខឡើងភ្លឹបមែនណាតែអត់លែងទូរស័ព្ទពីដៃទេបងប្អូនហើយដល់ពេលឡានជ្រូកព្រៃមកបាទជន់តិចមកឡើងផុយគ្មានចាំជន់នៃខ្លាំងទេខ្លាំងមែនតើឡានជ្រូកព្រៃយើងបានក៏ដាក់សហពនាមថាជ្រូកព្រៃស័ក្តិសមនឹងឈ្មោះនឹងមែនតើបងប្អូនបាទទៅកន្លែងណាក៏ដោយជន់តិចតែទៅមុខរហូតបាទហើយបើថាកន្លែងណាជ្រូកព្រៃជាប់គឺជាប់ទាំងអស់គ្នាមិនមែនជាប់តែជ្រូកព្រៃម្នាក់ឯងទេតាមតែមើលរូបរាងនឹងសមតែថាអត់សូវខ្លាំងទេបងប្អូនតែប៊ីសតែខ្លាំងជាងគេបងប្អូនហើយបាទហើយឥឡូវយើងងាកមកខាងម៉ូតូវិញរេសតង់ហើយម៉ាញ់ក្រោយពេលដែលទឹកលិចជុលអ៊ែនឹងហើយដល់ពេលរុញម៉ូតូឡើងជួសជុលរួចហើយបងថាក៏ត្រូវជិះទៅអ៊ីភូមិចេញទៅសៀមបូកមុនដើម្បីទិញប្រេងមកប្រអីឡានរបស់យើងស្ទើរប្រេងឲ្យបងប្អូនបាទទឹកជុលអ៊ែនឹងជួសជុលមកយូរដែរតម្រាំតែនឹងរួចអញ្ចឹងបងខ្ញុំថាភាពបញ្ចប់នេះមានគ្រប់រសជាតិតែម្ដងបងប្អូនហើយវាត្រូវហើយបាទម៉ូតូក៏ខូចឡានក៏ខូចឥឡូវសេរីសរងកលែងឲ្យហើយខ្លាញ់មេឃភ្លៀងបងប្អូនបាទក៏នាំគ្នាចុះមកមុជទឹកអីមុនខ្ញុំបាទហើយក៏សូមណែនាំសាប៊ូក្លិនកាន់ទៅដល់ពុកម៉ែបងប្អូនកំពុងតែមើលសាប៊ូក្លិនសម្រាប់សក់អង្កែបរោះជួយថែរក្សាសុខភាពសក់និងស្បែកក្បាលអាចកម្ចាត់អង្កែយ៉ាងមានប្រសិទ្ធភាពធ្វើសក់ស្រស់ស្អាតនិងរឹងមាំផ្ដល់ភាពត្រជាក់ពីសារធាតុម៉ង់តុលដើម្បីកាត់បន្ថយការរលាកស្បែកក្បាលនិងស្រស់ស្រាយហើយក៏បានផលិតពីស្នាដៃគុនខ្មែរផងដែរចំពោះខ្ញុំជាមួយនឹងក្រុមការងារអាសាដើរព្រៃលមាស់ក្បាលកត់អង្កែដល់ពេលប្រើទៅឃើញថាមានប្រសិទ្ធភាពល្អមែនតើបងប្អូនបាទអញ្ចឹងហើយខ្ញុំបាទប្រើផ្ទាល់ហើយឃើញថាល្អបានខ្ញុំណែនាំទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រស្នាដៃគុនខ្មែរយើងឲ្យបានច្រើនឡើងផងបាទហើយឥឡូវងាកមកមើលម្ហូបយើងនៅតែសាច់ប្រមាណដុំនឹងទេបងប្អូនបាទហើយខ្ញុំឲ្យភក្តីបែកជើងបាទភក្តីបាត់ហើយបែកជើងខ្ញុំនោះឆ្កែអង្គាមអស់លេងហើយខ្ញុំគ្មានការងារទៅក៏មកចាក់អាលោកលេងទៅបងប្អូនថាអេកុំឲ្យតនេពេកទៅរកត្រីមកដល់អញ្ចឹងក៏សម្រេចថានាំវងទៅរករៀនងទៅក្រែងបានត្រីខ្លះទៀតដើម្បីហូបអីម្ហូបយើងនឹងនៅតិចតួចមែនតើហើយខ្ញុំទោះបីជាម្ហូបនៅច្រើនក៏នៅតែទៅដែរបងប្អូនបាទហើយបើបងប្អូនក៏អត់ប្រើក៏គង់តែទៅដែរបើមិនទៅដេកមិនលក់ទេខ្ញុំបងប្អូនហើយបាទហើយមកដល់នេះឈ្ងុយដូចសិតកញ្ជោតែឡើងមករកអត់ឃើញអាលេងបងប្អូនឈ្ងុយមែនតើឈ្ងុយពេញទៅព្រៃនឹងខ្ញុំថាសិតកញ្ជោនៅម្ដុំនឹងឯងប៉ុន្តែមិនដឹងថានៅកត្រុបណាតែអត់ឃើញសិតទេឃើញតែមូសខាំដើររមិនឃើញសិតក៏ចុះមកវិញនាំគ្នាដោតនុយហើយអ្នកមុជទឹកនោះទៀតមិនដឹងមុជយ៉ាងណាបន្ទុកឲ្យប៉ាងទាំងឆ្នាំងដួសទឹកមកអីដល់ពេលគេជួយរឹសគេអាឡៃរវល់ដោះរវល់ដោះច្រឡំបាទរវល់នឹងដោតនុយដែរអត់បានជួយរឹសឲ្យខឹងយកទឹកមកបាច់គេខូចម៉ានបងដានយើងបាទហើយងាកមកមើលកន្លែងដែលពួកខ្ញុំរៀននងក៏មិនឆ្ងាយពីកន្លែងសម្រាប់ប្រហែលដែរយើងងាយស្រួលនឹងមើលបងប្អូនបាទសត្វតែយំឡើងខ្ទាល់ព្រៃឡើងលាន់ឈានមកដល់ពេលយប់ម៉ោងប្រហែលជា9ជាងបងថាក៏មកពីទិញប្រេងនិងអីវ៉ាន់ខ្លះមកហើយគាត់ក៏បាននាំបងប្រុសម្នាក់គាត់ជូនផ្លូវមកព្រោះផ្លូវទៅនឹងផ្លូវពិបាកហើយផ្លូវមានបែកច្រើនទៀតក៏នាំគាត់មកជូនផ្លូវមកវិញមកនេះបងដែលគាត់មានបងកម្មានៅលើកនឹងឯងអរគុណមែនតែនទឹកចិត្តរបស់គាត់កុំតែគាត់ជូនមកនឹងពិបាកនឹងរកផ្លូវចេញទៅដែរព្រោះផ្លូវលឺថាឆ្វាត់ឆ្វែងមានផ្លូវច្រើនមែនតែនបាទហើយយើងទិញបានប្រេងប៉ុណ្នេះហើយបងប្អូនបាទហើយខ្ញុំនិងបងថែលក៏សម្រេចថានាំគ្នាទៅដល់រោឆ្លោះដល់មើលអានងក្រែងលក់បានកែបនឹងត្រីខ្លះតែអានងយើងមើលទៅឃើញថាអំបិលហើយបងប្អូនហើយលើកទៅនុយនៅដដែលអត់មានបានជាប់ត្រីមួយណាទេហើយដល់ឆ្លោះចុះឡើងកែបគាត់មានទៀតតំបន់នឹងអត់មានកែបមកខែនឹងបាទកែបអត់មានទេតែជួបថ្លានបងប្អូនហើយដេកឡើងក៏វៀននៅលើម៉ែកឈើបាទអូខ្ញុំឡើងភ្ញាក់ព្រើតមើលទៅស្មានថាសត្វអីតើដល់មើលទៅបើវានៅក៏វៀនមកដុំអញ្ចឹងបានដឹងថាថ្លាន់បាទដេកនៅលើហើយទៅប៉ិនលើជើងទៅនេះបងប្អូនអូហក់ទៅបាត់ឆ្លុកទៅទឹកបាត់អស់ពីជួបពោះថ្លាន់ដល់ជួបត្រង់វិញម្ដងបងប្អូនហើយឡើងប្រប៉ុនកភូនដៃធំមែនតែនជួប2 3ក្បាលអានេះវិញអូរោមឡើងរោមច្រឡំបាទអាបឡានៅលើខ្នងវាឡើងកច្រាងមើលទៅអូយធំណាស់អានេះប្រហែលជាជិត1គីឡូបងប្អូនហើយធំជាងនៅស្ទឹងដំរីទៀតបងប្អូនហើយបាទហើយនេះប្រព័ន្ធណានៃនិយាយរួមទៅងាកជួបច្រើនមែនតើហ្មងអារបស់ដែលយើងមិនចង់ជួបនឹងវាជួបអារបស់ចង់ជួបវាអត់ជួបទេមកឃើញផ្លែឈើណានោះឆ្កយបាទអានេះផ្លែដើមកសែងមកនៅខាងខ្ញុំហើយត្រីយើងអត់បានខ្ញុំក៏មានចិត្តមួយបាទខូចដែរកាប់ដីដាក់ថងយកទៅភូតបងប្អូនថាបានត្រីអូនេះមែនហើយខុសមកចេញតម្រងមកដឹងបាត់ហើយកាត់មកដល់ពេលព្រឹកខ្ញុំក៏ដើរទៅលុបមុខបាទហើយក៏យកដៃនឹងទៅលូកមើលសារនងសិនលើកឡើងមើលថាមានអង្គើមានត្រីអត់តែអត់មានទេបងប្អូនហើយអំបិល
លីងឆេញគ្មានជាប់អីទេបងប្អូនហើយតែខ្ញុំនេះខូចម៉ែនបងប្អូនហើយខូចម៉ែនបាទអត់ប្រាប់បងណាក់នឹងវងទេមើលហើយធ្វើតែអត់ដឹងពីអ្នកទៅបាទគេទេបតបទៅហើយកាមេរ៉ាទូរស័ព្ទផង Insta ផងតែថតតែអំបិលបាទហើយយន្តហោះហោះមកមើលខ្ញុំដើរមើលត្រីមិនដឹងហើយឥឡូវខ្ញុំក៏កាត់មកដល់មុខតែម្ដងបងប្អូនហើយយើងធ្វើដំណើរចេញមកពីអូឡង់ហើយបងប្អូនបាទហើយបងដានក៏រើសបានជំនាញក្នុងមកផ្ទាំងនៅក្នុងទឹកអូល្អមែនតើតែនេះយកទៅប្រើប្រាស់បានហើយបាទហើយឡានបងបូរ៉ាមានណាមកជាប់ចងាខ្លាំងមែនប៉ិនយូជាប់ម្ដងដែរបាទហើយយើងត្រូវតែត្រើយបានទៅមុខនិយាយពីថាកន្លែងជាប់កន្លែងផុងនឹងរាប់ភ្លេចហើយប៉ុន្តែទូរស័ព្ទខ្ញុំពេញមេទៅកន្លែងខ្លះខ្ញុំថតកន្លែងខ្លះទៅក៏អត់ថតបងប្អូនបាទហើយនេះបងប្អូនកុំច្រឡំថាទឹកបាទនេះគឺជាប្រេងហៀពីឡានបងបូរ៉ាមិនទេបាទហើយឡានភក្តីមកដល់មុខក៏ងាក់ជាប់ទៀតហើយបងប្អូនបាទយើងក៏បន្តជួយគ្នាបាទអូខ្សែត្រើយម្នាក់គឺថារស់រាសដៃជើងលឿនមែនតើហើយភក្តីចាំបាទឡើងដេកលក់មកសធុហើយជន់ល្អមែនតើតកងនេះបាទអូអត់មានតាក់តាណាទេបើងាកមកមើលខូវិញបាទបងណាក់ដានជើងអូយគ្មានទេបាទឆ្វេងស្ដាំខាងណាក៏មិនដឹងហើយអូសត្រើយក៏មិនចេះបានតែថតនឹងឯងខូនឹងបាទហើយឡើងងាកមកដល់មុខពួកខ្ញុំក៏ជាប់ទៀតហើយបងប្អូនហើយងាកជាប់ម៉ូតូឃើញថារៀងវេទនាជាងឡានតិចប៉ុន្តែវាមួយយ៉ាងម្នាក់ម៉ូតូយើងអាចរុញនឹងដៃឲ្យបានបាទបើឡានអត់ទេតែខូច Vivo ហើយចេញមកដល់មុខបន្តិចឡានភក្តីក៏មានបញ្ហាទៅដែរបងប្អូនបាទអានេះមិនដឹងគេហៅថាដងកលេក៏អីនឹងបាទវាប្រេះព្រមអញ្ចឹងយើងក៏ផ្សារផ្អមវាដើម្បីជិះចេញទៅដល់ក្រៅហើយនេះគីអ្នកណាធ្វើអីធ្វើទៅបាទវាសុបាយរហូតបងប្អូនហើយយើងផ្សារចេះមកដាក់អមវាទៅបានជិះលុំបានទៅដល់ក្រៅទៅនេះសំណាងហើយដើរមានបងប្អូនច្រើនបានឡានវាមានបញ្ហាខ្លាំងបើថាដើរទៅពីអ្នកដូចពួកខ្ញុំនឹងភក្តីរដងយ៉ាប់ហើយបងប្អូនតែប៉ុណ្្នឹងមិនដឹងថារខាងណាខ្នៃនឹងជួសជុលទេបាទហើយបន្តចេញមកដល់មុខនឹកថាបានផ្លូវល្អទៅនឹងទៅមានណាទៅវែងនឹងទៅដល់កន្លែងស្រែចកាអ្នកភូមិបាទហើយងាកមកខាងតកងម៉ូតូយើងវិញវងបាទអូបើគ្មានទេងាកដួលដៃទុនមែនតើមកយ៉ាប់មកតកងនេះងាកដួលមិនដឹងប្រមាណកន្លែងទេបាទខ្ញុំថតខ្លះអីខ្លះដួលប្រហែល10-20ដងហើយដឹងទីបំផុតពួកខ្ញុំក៏បានចេញមកដល់កន្លែងផ្លូវស្រួលហើយបងប្អូនបាទកន្លែងចកាបងប្អូនអ្នកភូមិតែឡានភក្តីបាក់ជាផ្ទះអស់លីងហើយបាទមកខាងបាក់ឡើងប្រមាណសន្លឹកអូយ៉ាប់តែម្ដងបាទហើយមេឃរៀងអសៀលហើយដែរម៉ោងប្រហែលជា2ជាងមានណាម្នាក់ឃ្លានបាយកោពោះឡើងក៏គ្រូកអោបពោះអង្គុយនឹងបាទហើយបាយមានណាទុកនៅក្នុងឡាននោះទុកជ្រៅមានដកចេញមកហូបបានណាដល់មកដល់អូនៅមុខទៅក៏សុំអំបិលអ្នកភូមិបាទថាសុំបុកអំបិលហើយភ្លេចសុំចេកគាត់យកមកចុចចេកហូបម្នាក់និយាយទៅថាចិត្តជប់ហូបហើយបើងាកទៅខាងបងថែលវិញបាទហ៊ានក៏គេទៅចំហៀងទេព្រោះអីថ្មីក៏ហូបទៅពីមុខអត់បានទេបាទហើយចេកហ្នឹងតែប៉ុណ្្នឹងស្មើនឹងលួចគេមានណាកំពុងតែហូបម្ចាស់គេក៏មកដល់ម្នាក់ធ្វើតែសួរផ្លូវអីណាណៃបងថាកាយវិការផងអីផងអូចាយផ្លូវនេះទៅណាតាមពិតយើងមានអ្នកនាំផ្លូវតាដល់ពេលរើបាយចេញប្រុងថាហូបក៏មេឃភ្លៀងបងប្អូនហើយជិះម៉ូតូបន្តទៅមុខខ្ញុំកាន់កាមែលមួយសាច់ម្ដុំមកដល់មុខដួលទៀតវងយ៉ាប់តែម្ដងបងប្អូនហើយសុំបដូរតកងនៅតែរឹងមិនឲ្យខ្ញុំដប់បាទហើយខ្ញុំបាទដួលយ៉ាងណាដួលទៅកាមែលបាយនឹងសាច់ម្ដុំដាច់ខាតមិនលែងបងប្អូនហើយតែលែងនឹងចប់ឲ្យបានអីហូបពេលថ្ងៃបើឃ្លានណាស់ហើយបញ្ញាប់នឹងទៅផ្ទះពូនៅមុខហើយមកដល់នេះមានណាបាត់អាបែកជើងនោះទៀតវងរាវរោនឹងផុករាវអត់ឃើញសម្រាប់ថាចោលទៅក្នុងពេលដែលកាន់កាមែលបាយជាមួយនឹងសាច់ម្ដុំដែលរោកន្លែងហូបទីបំផុតពួកខ្ញុំក៏ចេញមកដល់ផ្ទះបងប្រុសដែលគាត់បាននាំផ្លូវពួកខ្ញុំឲ្យបងប្អូនបាទហើយឡានភក្តីនោះសំម៉ាំងទៅនឹងកង់ហើយខាងបងបូរ៉ាជាមួយនឹងបងសេដែនក៏មានខោអាវតិចតួចជូនទៅដល់បងប្រុសជាមួយនឹងលុយតិចតួចជូនគាត់ចាក់សាំងអរគុណមែនតើសម្រាប់ទឹកចិត្តពួកគាត់ហើយហូបបាយរួចក៏នាំគ្នាចេញដំណើរបន្តមកវិញហើយឡានភក្តីនោះដូចខ្ញុំថាយ៉ាងបងប្អូនបាទសំម៉ាំងនឹងធ្លាក់គាទៅលើកង់ហើយនិយាយពីមុខបងប្អូនយើងវិញអូម្នាក់មុខរីកដូចគ្រាប់ជីយ៉ាងបងប្អូនឲ្យសប្បាយចិត្តបានចេញផុតពីព្រៃហើយជិះឡានមកផ្លែតក៏ចេញមកដល់កន្លែងផ្ទះបកឋានហើយក៏បានរៀបរាប់ពីការដំណើររបស់ពួកខ្ញុំប្រាប់ទៅដល់ពួកគាត់ឲ្យសុំមួយទឹកអីនៅនឹងបាទបានមួយទឹកមួយអីរួចក៏ជុំគ្នាបាទប្រុកប្រាញ់និយាយលេងមកផ្លែតហើយក៏សុំពួកគាត់បាទជុំគ្នាថតជាអនុស្សាវរីយ៍ព្រោះអីមិនងាយបានមកម្ដងទៀតទេបងប្អូន
មិនដឹងថាថ្ងៃណាថ្ងៃណីទេហើយចេញមកដល់មុខនេះឃើញថាចេញមកដល់ខាងភូមិសៀមបូកហើយតែប៉ុណ្ណឹងឃើញថាក្រុមការងារម្នាក់ឃើញថាធូរខ្លួនហើយលែងហត់ហើយបាទហើយខាងបងឆៃគឺនឹកប្រពន្ធជាងគេបងដែលកំពុងតែសុភាជំរាបសួរនោះឯងបាទហើយចំពោះសកម្មភាពរបស់ពួកខ្ញុំទាំងអស់គ្នាក៏ចប់ត្រឹមនេះដែរពុកម៉ែបងប្អូនបាទហើយក៏សូមអរគុណកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកតាមដាននិងទស្សនាវីដេអូខ្ញុំបាទរាល់ការបកស្រាយរបស់ខ្ញុំបាទមានបកស្រាយអ្វីលើសលប់ខុសឆ្គងក៏សូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនផងដែរហើយក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អបាទបាយបាយពុកម៉ែបងប្អូនជួបគ្នានៅសកម្មភាពវីដេអូក្រោយទាំងអស់គ្នា